សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់លុចសម្រាយរឿងក្នុងថ្ងៃនេះផងដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Castlevania ដែលផ្ដើមសាច់រឿងដំបូងនៅក្នុងទីក្រុង Wallachia ក្នុងឆ្នាំ1455ជាទីកន្លែងដែលនារីម្នាក់មានឈ្មោះថា Lisa នាងបានទៅដល់ទីនោះដើម្បីស្វែងរកបុរសម្នាក់ដែលមានឈ្មោះថា Vlad Dracula ទេពះហើយ Vlad Dracula ទេពះម្នាក់នេះហើយគឺជាអ្នកដែលមានចំណេះដឹងដ៏ធំធេងក្នុងផ្នែកវិទ្យាសាស្ត្រហើយដូច្នេះហើយទើប Lisa បានមករកគាត់ដើម្បីសុំរៀនវិជ្ជាពីគាត់យកទៅព្យាបាលអ្នកជំងឺនៅឯភូមិរបស់នាងហើយលើសពីនេះទៅទៀតបុរសម្នាក់នេះក៏ជាបិសាចជញ្ជក់ឈាមផងដែរក្រោយពីបានជួបនិយាយគ្នាជាមួយនឹងលីសារួចមក Dracula គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណើរបស់លីសាហើយយូរទៅពួកគេក៏បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហានិងបានរៀបការជាមួយគ្នាហើយលីសាតែងតែបានជួយទៅដល់ Dracula ឲ្យគាត់មានទំនាក់ទំនងជាមួយនឹងមនុស្សខាងក្រៅដោយសារតែគាត់ជាបិសាចជញ្ជក់ឈាមគាត់មិនដែលមានទំនាក់ទំនងជាមួយនឹងមនុស្សណានោះទេកាត់ចូលមកដល់20ឆ្នាំក្រោយមកនៅក្នុងឆ្នាំ1475គឺជាពេលដែល Dracula ត្រូវបានទៅឆ្ងាយពីលីសាហើយក្នុងពេលនោះផងដែរលីសានាងត្រូវបានប្រជាជននិងអ្នកគ្រប់គ្នាចាត់ប្រកាន់នាងថានាងគឺជាធ្មប់ដោយសារតែនាងបានប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្ររបស់ Dracula នោះឯងហើយពួកគេបានដាក់ទោសប្រហារជីវិតទៅដល់លីសាដោយចងនាងនឹងឈើឆ្កាងបន្ទាប់មកពួកគេក៏បានដុតនាងទាំងរស់តែម្ដងដោយគេមិនដឹងថានាងគឺជាប្រពន្ធរបស់ Dracula នោះទេក្នុងពេលដែលគេកំពុងតែប្រហារជីវិតលីសានាងមិនបានខឹងឬដាក់បណ្ដោះសារទៅលើប្រជាជនទាំងអស់នោះទេផ្ទុយទៅវិញនាងបែរជាសុំអង្វរទៅដល់ Dracula ថាកុំឲ្យធ្វើបាបប្រជាជនទាំងនេះអីពួកគេមិនដឹងអីទេក្រោយពី Dracula បានដឹងរឿងនោះភ្លាមគាត់មានការខឹងសម្បារយ៉ាងខ្លាំងហើយគាត់ក៏បានរំលាយខ្លួនរបស់គាត់ទៅជាភ្លើងនិងបានបង្ហាញមុខឲ្យមនុស្សទាំងអស់ដែលនៅក្នុងទីក្រុង Wallachia បានឃើញតែម្ដងហើយ Dracula គាត់ក៏បានប្រាប់ទៅដល់ប្រជាជនទាំងអស់នោះថាដោយសារតែគេបានសម្លាប់ប្រពន្ធរបស់គាត់ដែលនាងគឺជាមនុស្សតែម្នាក់ដែលបានព្យាបាលជំងឺពួកគេពីកន្លងមកហើយដូច្នេះហើយគាត់ក៏បានទុកឱកាសឲ្យពួកគេតែមួយឆ្នាំនោះទេដើម្បីឲ្យរស់រានមានសេចក្តីសុខក្រោយមួយឆ្នាំនោះមកគាត់នឹងកំទេចទីក្រុង Wallachia ទាំងអស់នេះចោលតែម្ដងគឺ Dracula បានទុកពេលឲ្យពួកគេតែមួយឆ្នាំនោះទេក្រោយពេលដែល Dracula បានទៅដល់ទីតាំងរបស់គាត់វិញគាត់ក៏ចាប់ផ្ដើមធ្វើពិធីក៏ហៅកងទ័ពអារក្សរបស់គាត់ទាំងអស់មកតែម្ដងសម្បីតែកូនគាត់ដែលមានឈ្មោះថា Alucard ជាយាមរារាំងគាត់យ៉ាងណាក៏ដោយក៏គាត់មិនស្ដាប់នោះដែរហើយគាត់ថែមទាំងបានវាយប្រហារទៅដល់ Alucard វិញទៀតផងកាត់ចូលមកដល់មួយឆ្នាំក្រោយមកពួកគេបានអបអរនៅថ្ងៃដែលពួកគេបានប្រហារជីវិតទៅដល់លីសាដោយសារតែគេឃើញថាពួកគេមិនបានមានបញ្ហាអ្វីដូចដែល Dracula បាននិយាយនោះទេហើយអាចារ្យម្នាក់នេះក៏បាននិយាយចំអកទៅដល់ Dracula ផងដែរគឺគាត់បាននិយាយថា Dracula គឺជាបិសាចដែលចេះកុហកភ្លាមនោះរឿងចម្លែកក៏បានកាត់ឡើងមកភ្លាមតែម្ដងគឺ Dracula បានបង្អោរភ្លៀងដែលមានឈាមធ្លាក់មកពីលើមេឃនិងមានសត្វអ្វីចម្លែកកើតឡើងមកក្រោយមកក៏មានអណ្ដាតភ្លើងមួយយ៉ាងធំផុសចេញពីលើមេឃមកចេញជាទម្រង់មុខរបស់ Dracula មកតែម្ដងដោយគាត់បាននិយាយថាយើងបានទុកពេលឲ្យឯងមួយឆ្នាំដើម្បីរស់រានមានសេចក្តីសុខហើយថ្ងៃនេះយើងបាននាំយកសេចក្តីស្លាប់មកឲ្យពួកឯងហើយនិយាយបែបនោះភ្លាមក៏ស្រាប់តែមានបង្អួចបើកទ្វារដោយខ្លួនឯងហើយនៅក្នុងបង្អួចនោះគឺមានបិសាចប្រជៀវជាច្រើនហើយបិសាចប្រជៀវទាំងអស់នោះគេបានហៅថាជា Night Creature ដែលជាទ័ពអារក្សរបស់ Dracula គាត់បានកេណ្ឌមកនោះឯងហើយបិសាចទាំងអស់នេះក៏បានហោះពាសពេញទីក្រុង Wallachia និងសម្លាប់ប្រជាជនទាំងអស់ចោលគ្មានសល់នោះទេក្រោយពីប្រជាជនទាំងអស់នៅក្នុងទីក្រុង Wallachia បានស្លាប់អស់រឿងរបស់យើងក៏បានស្លេះនៅត្រឹមនេះឯងសូមរងចាំតាមដានភាគទី2ដែលជាភាគបន្តបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណ